បាទជំរាបសួរនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពី future proche future គឺអនាគតបាទហើយអនាគតហ្នឹងគឺអនាគតដែលនឹងកើតឡើងឆាប់ឬក៏ច្បាស់លាស់ឬក៏ពិតប្រាកដហើយនៅក្នុងភាសាបារាំងបាទគូនៃកាល future proche ហ្នឹងគឺយើងមាន passé récent ឬក៏មួយទៀតយើងហៅថា passé immédiat បាទដូចគ្នាឥឡូវយើងពិនិត្យមើលទៅលើ future proche មុនអញ្ចឹងទម្រង់របស់វា future proche គឺងាយស្រួលទេបាទគឺយើងយក aller conjugué វា au temps présent មកបន្តមកយើងបូកជាមួយនឹង infinitif អីមួយឧទាហរណ៍ថា aller យើង conjugué សិនទៅ je vais tu vas il va elle va nous allons vous allez OK ils vont elles vont ចឹងដើម្បីឲ្យវាទៅជា future proche យើងគ្រាន់តែបូកបាទជាមួយនឹង infinitive បន្ថែមជាមួយឬក៏នៅពីក្រោយកិច្ចសព្ទ aller ដែលយើងបានបំបែកហ្នឹងទៅគឺវាមានជាទម្រង់ឬក៏ទៅជាទម្រង់ future proche ឧទាហរណ៍ថាបើសិនជាខ្ញុំមាន clear ថា il travaille មានថាគាត់ធ្វើការប៉ុន្តែបើសិនយើងចង់បរិយាយពីអនាគតដែលនឹងកើតឡើងឆាប់ថាគាត់នឹងធ្វើការយើងអាចនិយាយថា il va travailler demain il va travailler de soir il va OK apprendre le français ce soir il va nous allons passer l'examen OK la semaine prochaine nous allons OK visiter le temple d'Angkor OK le mois prochain បាទដូចគ្នាបាទអញ្ចឹងស្រួលទេឲ្យតែយើងចេះបំបែកកិច្ចសព្ទ aller au temps présent បូកជាមួយ infinitive មកអញ្ចឹងបញ្ជាក់ណាការប្រើប្រាស់ future proche គឺ décrire une action qui se passe plus tard បរិយាយឬក៏បង្ហាញអំពីសកម្មភាពទាំងឡាយណាដែលនឹងកើតឡើងឆាប់អូខេឧទាហរណ៍មួយទៀតឧទាហរណ៍ elle va chez elle នាងទៅផ្ទះរបស់នាងឬក៏គាត់ទៅផ្ទះរបស់គាត់ចឹងមកក៏បានដែរpar exemple je vais chez moi ខ្ញុំទៅផ្ទះខ្ញុំប៉ុន្តែបើសិនខ្ញុំចង់និយាយជាទម្រង់ future proche យើងអាចដាក់ថា je vais aller chez moi OK je vais aller OK à l'école je vais retourner OK de la maison je vais par exemple je vais OK passer du del par exemple d'accord បានដូចគ្នាទាំងអស់បាទអញ្ចឹងមេរៀនហ្នឹងគឺស្រួលជាងគេហើយកុំភ្លេចតាមដានវីដេអូក្រោយដែលយើងនិយាយអំពីអូខេអតីតកាលដែលបានកន្លងផុតទៅភ្លាមឬក៏ថ្មីណាឧទាហរណ៍ថាខ្ញុំទើបតែធ្វើអីមួយហើយអញ្ចឹងណាទើបតែញ៉ាំញាក់បាយហើយទើបតែបាទសម្រាប់ហើយទើបតែងើបពីគេទើបតែធ្វើអីមួយបាទនៅវីដេអូក្រោយ